từ ngày nay trong mặt đã trong nông chừng sự đây ở thì bài đã bảo bọc nhóm cứ Jehovah Nisi miễn đây thá Prea này chỉ chốn nè không chỉ vượt bọc phong chừng mình thả bong ôn hai lực nhóm về đại dương chập đàm thưa cái ca nghi na muối cứ dương tay tay bật na nơi ca nghe nút từ tôi bàn được chụp chế hỏi lỗ đi chùm rán bật khai trơn mình thay dương ca nghĩa dương trong mà bật khai trơn bởi dương rột xí dương trong man chùm nên trơn bởi dương thưa ở đây cái đó dương trong từ tôi bàn Paul nó ở bò rì bồ bởi dương riêng dương trời ca ô phiệp khlang khá nâng chùm nế lỗ đâm bay ai thưa ca nghĩa bàn anh chăng bong phôn thằng ngọc này tôi bay chụp pe khla bong phôn hai lực nhom chỉ nè chưa phong dương từ tu ban ca tao ngon nu có đâu dương riêng chung ra pi mốc rô bò dương thưa ca nghĩa miền bạc khai trơn dương rốt xì từ tu nó bà Paul chấm này trơn có đâu tao ngon nu dương kết há Prea chỉ nèประเทศโปเอาdươngเขาปีบอลบยังมวยชุมนุมได้มันมาตัวตัวชื่อพระองค์ก่อนกระทาโอ้มาไปก่อนมีสมาธิเพียบก่อนกระทาก่อนมีปัญญาก่อนทาก่อนมีกำลังคลั่งก่อนมีจุ่มเนียงล้อก่อนมีจุ่มแหนดังขบวนโดยเฉพาะการตั้งอ้อนู้คือก่อนสะสมตั้งตัวบานเราล้อคนไทยชีวิตเยอะชนิดชื่อพระองค์ตู้ใบชิการล้อแบบนาก็ได้หรือจุ่มร้ายแบบนาก็ได้มีปัญญาขบวนก็ได้กรุบจังอ๋อเปรี้ยชนิดปฏิญาณนี่เกี่ยวกับในจำเนื้อเนี่ยชื่อปองเชื่อมันได้จำนวนตีมวยในการอธิบายระบบของขยมการตัวบ้านเจอจำเนี้ยตามระยะสิ่งใดอาทิสถานบ่พอตอนนี้นักน้องเปรี้ยกัมปีบาปราบยังท้าเป้จับดามมีสังครีมโลกโมเสบานบังกอบตัวดอลโยสเวนังการได้เจงตื้อเชื่อมันให้กอดบานปรับตัวเราโยสเวท้าเป้ได้เจงได้ชบ้างกอดหนึ่งลางตัวเลยพนมหอยหนึ่งอาทิสานโลกโยสเวกอดบานเพื่อตาบังกอบโดยจิโลกโมเสบังกอบอ้อยกอดเพื่อคือกอดเจงตื้อชบ้างเมียนใบเนี่ยนักน้องอัตบอดคอเปรียกปีคือโลกโมเสมวยรอนมวยหนึ่งเหอมวยกอดบานลางตัวเลยพนมหอยอธิษฐานเอาโยสเวโนเปได้เพื่อสงครามอาจจะตัวบานโจจีมันเป็นกอดอดเจนตัวฉบังหอยกอดแนวเสียมดิกอดอดเจนตัวฉบังคนใต้กอดเมียนตัวนาทีกิจการระบบกอดมวยคืออธิษฐานเอาเนี่ยได้เจนตัวฉบังบองโปนตัวนี้ถ้าบองโปนทบอธิษฐานเอาบองโปนยังได้ทีตีส้มอธิษฐานโดยบองโปนก็ยังดำใบเนี่ยลูกครูด้วยគ្នាដែរត្រូវការអធិដ្ឋានសម្រាប់បងប្អូនទាំងអស់គ្នាដូចគ្នាដែរត្រូវការអធិដ្ឋានសម្រាប់លោកគ្រូអ្នកបម្រើកិច្ចការរបស់ផងព្រះសម្ចាស់នៅក្នុងការអធិដ្ឋានរបស់បងប្អូនទាំងគ្នាអាចឲ្យយើងយកឈ្នះសេចក្តីល្បួងអាចឲ្យយើងយកឈ្នះសេចក្តីទុកលំបាទយើងអត់អធិដ្ឋានទេយើងមិនអាចយកឈ្នះសេចក្តីល្បួងសេចក្តីទុកលំបាកបានទេព្រះយេស៊ូវបានមានព្រះបន្ទូលទៅកាន់សិស្សព្រះអង្គពេលព្រះអង្គចូលទៅក្នុងសួនច្បារហ្គេតសេម៉ានីព្រះអង្គអធិដ្ឋានទៅពេលព្រះអង្គត្រឡប់មកវិញសិស្សព្រះអង្គកំពុងតែដេកលក់ព្រះអង្គត្រឡប់ទៅវិញមកវិញឃើញសិស្សព្រះអង្គកំពុងតែដេកលក់ដល់ដែរអង្គបានស្ដីបន្ទោដល់ពួកគេថាចូលអធិដ្ឋានដើម្បីកុំឲ្យកើតមានសេចក្តីល្បួងឡើយចូលចាំយាមចូលអធិដ្ឋានកុំឲ្យកើតមានសេចក្តីលបួងក្នុងជីវិតយើងជាអ្នកជឿផងបើសិនជាអត់មានការអធិដ្ឋានទេសេចក្តីលបួងកើតឡើងក្នុងជីវិតយើងរាល់ថ្ងៃត្រូវតែអធិដ្ឋានតិចក៏បានដែរច្រើនក៏បានដែរសូមអធិដ្ឋានជំនួយពីព្រះអង្គអូនគ្រូខ្ញុំអត់ចេះអធិដ្ឋានបើបងអូនមិនចេះអធិដ្ឋានទេសូមរៀននិយាយដោយការអធិដ្ឋានថ្ងៃនេះបងប្អូនត្រូវទៅណាទៅធ្វើការព្រះអង្គឲ្យសូមប្រទានសុខភាពល្អសម្រាប់កូនក្នុងការដែលធ្វើការចេញទៅធ្វើការបងឲ្យសូមការពារថែរក្សាកូនក្នុងការដែលកូនធ្វើដំណើរទៅធ្វើការព្រះអង្គឲ្យនៅថ្ងៃនេះកូនអត់ដឹងថាកូនត្រូវឈឺឬក៏អត់ទេប៉ុន្តែសូមកុំឲ្យកូនឈឺឡើយអធិដ្ឋានទាំងអស់បន្តិចម្ដងពេលនោះបងប្អូនមានរឿងច្រើនបញ្ហាច្រើនបងប្អូនចាប់ផ្ដើមអធិដ្ឋានពីសប្តាហ៍មុនផាសទ័រយើងក៏មកចែកចាយព្រះបន្ទូល
ก็ថាថ្វាយបង្គំផងគឺជារក្សាគឺជាការរក្សាពពកទុកនៅព្រះពេលដែលបងប្អូនចាប់ផ្ដើមអធិដ្ឋានកំពុងតែរក្សាការអធិដ្ឋាននោះនៅជាមួយព្រះពេលដែលបងប្អូនអធិដ្ឋានក៏កាន់ព្រះអង្គបងចាប់ដើមមើលហើយគាត់ចំណាំទុកហើយព្រះអង្គនឹងឆ្លើយតបនៅការអធិស្ឋាននៅក្នុងព្រះគម្ពីរយ៉ាកុបបានចែងថាតើមានអ្នកណាកើតទឹកព្រួយឬទេត្រូវឲ្យអធិដ្ឋានមានទឹកព្រួយឬទេសូមអធិដ្ឋានមានជំងឺដែរឬទេសូមអធិដ្ឋានមានសេចក្តីកើតឡើងណានៅក្នុងជីវិតរបស់បងប្អូនសូមអធិដ្ឋានជីវិតបងប្អូនទាំងគ្នាហើយនឹងខ្ញុំគ្មានការអធិដ្ឋានទេយើងមិនអាចយកឈ្នះបានឡើយព្រោះអីយើងកំពុងតែរស់នៅផែនដីដែលពោពេញដោយអំពើបាបនោះបានទាញយើងឲ្យទៅប្រព្រឹត្តនៅការអាក្រក់អំពើបាបនោះនាំយើងឲ្យទៅប្រព្រឹត្តការមិនត្រឹមត្រូវទោះបីជាពេលខ្លះយើងដឹងថាការនោះអាក្រក់ក៏ដោយប៉ុន្តែយើងនៅតែធ្វើដែរហេតុអីសេចក្តីល្បួងអំពើបាបបានល្បួងយើងឲ្យយើងទៅប្រព្រឹត្តវាយើងអត់ចង់ធ្វើទេប៉ុន្តែបាបបានទាញល្បួងយើងហើយអំពើបាបហើយសេចក្តីល្បួងវាអត់ទទួលខុសត្រូវទេអ្នកទទួលខុសត្រូវគឺបងប្អូនខ្លួនឯងនៅពេលដែលយើងធ្លាក់ទៅក្នុងសេចក្តីល្បួងពេលយើងធ្លាក់ទៅក្នុងអំពើបាបពួកវាអត់ទទួលខុសត្រូវទេបងប្អូនទទួលខុសត្រូវខ្លួនឯងយើងធ្វើអំពើបាបណាមួយយើងទទួលខុសត្រូវខ្លួនឯងយើងជួបសេចក្តីល្បួងណាមួយយើងទទួលខុសត្រូវខ្លួនឯងដោះស្រាយខ្លួនឯងដូច្នេះដើម្បីកុំឲ្យយើងជួបសេចក្តីល្បួងសេចក្តីទុក្ខលំបាកនោះព្រះអង្គប្រាប់ថាឲ្យយើងអធិដ្ឋានព្រោះអធិដ្ឋានអាចឲ្យយើងយកឈ្នះបានសេចក្តីល្បួងនាំឲ្យយើងប្រព្រឹត្តការអាក្រក់ទោះបីជាការអាក្រក់នោះយើងមិនចង់ធ្វើក៏ដោយនៅក្នុងព្រះគម្ពីរសូមបើកនៅក្នុងព្រះគម្ពីរសូមបងប្អូនមើលដែលនៅក្នុងនោះបានបញ្ជាក់ប្រាប់យើងថាការល្អដែលខ្ញុំមិនចង់ធ្វើខ្ញុំធ្វើតែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើទេខ្ញុំធ្វើការល្អខ្ញុំចង់ធ្វើមែនទេការល្អប៉ុន្តែខ្ញុំធ្វើអត់កើតហេតុអីសេចក្តីល្បួងតែងតែល្បួងយើងទោះបីជាយើងដឹងថាយើងប្រព្រឹត្តនឹងមិនល្អក៏ដោយមិនត្រឹមត្រូវក៏ដោយប៉ុន្តែយើងនៅតែធ្វើហើយដូច្នេះបើយើងមិនអធិដ្ឋានទេបងប្អូនអើយយើងមិនអាចយកឈ្នះបានទេព្រោះខ្លួនរបស់យើងមានអំពើបាបខ្លួនរបស់យើងពោពេញដោយសេចក្តីល្បួងខ្លួនរបស់យើងកំពុងតែរស់នៅជាមួយផែនដីដែលពោពេញដោយអំពើបាបនេះហើយបើយើងមិនអធិដ្ឋានព្រះមិនបានជួយជើងហើយយើងមិនអាចយកឈ្នះការទាំងអស់បានទេព្រោះនៅក្នុងព្រះគម្ពីររ៉ូមជំពូក3ខ10បានចែងថាគ្មានអ្នកណាសុចរិតសូម្បីតែម្នាក់ក៏គ្មានដែរមនុស្សទាំងអស់មានអំពើបាបហើយយើងចាប់ដើមធ្លាក់បន្តិចម្ដងធ្វើឲ្យយើងប្រព្រឹត្តការអាក្រក់តោះប្រឆាំងជាមួយនឹងព្រះជាម្ចាស់ដូច្នេះសូមឲ្យយើងអធិដ្ឋានដើម្បីឲ្យយើងអាចទទួលបានជ័យជំនះឈ្នះនៅសេចក្តីល្បួងនឹងការអាក្រក់ចំណុចទី2ជ័យជំនះទទួលបានតាមរយៈការចេះរួបរួមគ្នាជ័យជំនះដែលយើងទទួលបានតាមរយៈយើងចេះជួយគ្នាយើងចេះរួបរួមគ្នាមិនធ្វើតែឯងទេប៉ុន្តែធ្វើជាមួយគ្នានៅក្នុងខព្រះគម្ពីរបានប្រាប់យើងបងប្អូនមើលនៅក្នុងជំពូក17ខ10បានប្រាប់យើងថាម៉េចជំពូក17យូស្វេក៏ធ្វើដូចជាលោកម៉ូសេបានបង្កប់មកលោកទៅច្បាំងនឹងសាសអាម៉ាឡិកឯម៉ូសេអឺរ៉ុននិងហឺក៏ឡើងទៅលើកំពូលភ្នំទៅអីដើម្បីអធិស្ឋានម៉ូសេក៏ដឹកនាំប្រជាជនទៅប្រយុទ្ធធ្វើសង្គ្រាមចំណែកម៉ូសេជាអ្នកអធិដ្ឋានសូមកុំគិតថាគាត់មិនបានចេញទៅច្បាំងទេអញ្ចឹងគាត់អត់មានចំណែកទេមិនមែនទេលោកយូស្វេជាអ្នកប្រយុទ្ធលោកម៉ូសេជាអ្នកអធិដ្ឋានទាំងពីរនៅកន្លែងផ្សេងគ្នាប៉ុន្តែធ្វើការរួមគ្នាការងារផ្សេងគ្នានៅកន្លែងផ្សេងគ្នាប៉ុន្តែពួកគាត់កំពុងតែសហការគ្នាដើម្បីធ្វើកិច្ចការរួមគ្នាហើយទទួលបាននូវជោគជ័យលោកម៉ូសេចាប់ផ្ដើមអធិដ្ឋានលើកដៃឡើងអធិដ្ឋានលើកដៃឡើងអធិដ្ឋានលើកដៃមានតែការបង្ហាញថាការថ្វាយបង្គំលើកដៃមានថាជួយជំនះលើកដៃមានថាការអធិដ្ឋានលើកដៃមានថាគឺជាកម្លាំង
ព្រោះនៅក្នុងព្រះគម្ពីរបានប្រាប់យើងថានៅពេលដែលលោកម៉ូសេលើកដៃឡើងនោះសាសអ៊ីស្រាអែលមានកម្លាំងជាងនៅពេលដែលលោករយដៃធ្លាក់ចុះនោះសាសអាម៉ាឡេកមានកម្លាំងជាងព្រះគម្ពីរបានប្រាប់យើងនៅក្នុងខ11 12បាទ13បាទយើងមើលអធិដ្ឋានលើកដៃអូមានជាជំនះនៅពេលដែលធ្លាក់ចុះអ៊ីស្រាអែលចាប់ដើមថយកំឡើងនៅពេលដែលយើងអត់អធិដ្ឋានយើងខ្សោយការអធិដ្ឋានយើងធ្លាក់ចុះបន្តិចម្ដងតែនៅក្នុងព្រះគម្ពីរបានប្រាប់យើងថានៅពេលដែលលោកម៉ូសេចាប់ដើមលើកដៃឲ្យអធិដ្ឋានទៅកាន់ព្រះជំចាស់យូបងប្អូនធ្វើសង្គ្រាមមិនមែន30នាទីឬក៏1ម៉ោងទេព្រោះនៅពេលនោះគឺប្រយុទ្ធដោយដាវនិងលំពែងគឺយូរមែនតើគាត់ចាប់ដើមលើកដៃហើយគាត់ចាប់ដើមរយទោះបីជាមានអ្នកកាន់ក៏ដោយមានអីតោក៏ដោយប៉ុន្តែយើងរយបងប្អូនឯងលើកដៃបានកន្លះម៉ោងឬ10នាទីបានទេបើគ្រាន់តែបងប្អូនគ្រាន់តែលើកដៃគ្រាន់តែស្រែកហៅព្រះយេស៊ូវឲ្យអធិដ្ឋានឲ្យលើកដៃបែបនេះតើបងប្អូនលើកដៃបានប្រហែលនាទីខ្ញុំគិតថាប្រហែលជាបងប្អូនថាអូបាន5នាទីប្រហែលជា10នាទីហើយពេលនោះចាប់ដើមរយចុះហើយយើងទម្លាក់ជីវិតរបស់ផងយើងអត់អធិដ្ឋានយើងក៏ធ្លាក់ចុះដែរលោកម៉ូសេគាត់លើកដៃយូរទៅគាត់ទៅជារយហើយគាត់ចាប់ដើមធ្លាក់ដូច្នេះហើយនៅក្នុងខព្រះគម្ពីរបានប្រាប់យើងថាហើយនឹងលោកអេរ៉ុនបានទៅទ្រដៃគាត់ឲ្យគាត់ឈររហូតឈរយូរមែនទែនដើម្បីឲ្យអ៊ីស្រាអែលទទួលបាននូវជ័យជុំនេះយូស្វេចេញទៅច្បាំងម៉ូសេអធិដ្ឋាននិងអូរ៉ាំទទួលដៃកុំឲ្យធ្លាក់ចុះឡើយបងប្អូនទាំងអស់គ្នាម៉ូសេគឺជាអ្នកដឹកនាំល្អហើយអស្ចារ្យមែនទែនតាមរយៈដឹកនាំប្រជាជនអ៊ីស្រាអែលជាង3លាននាក់គាត់ជាអ្នកដឹកនាំល្អគាត់មានអំណាចដែលមកពីព្រះប៉ុន្តែគាត់នៅតែខ្សោយហេតុអីគាត់គឺជាមនុស្សដូចជាបងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំគាត់គឺជាមនុស្សហើយគាត់អស់កម្លាំងដែរបើសិនជាដល់ពេលហេវបាយដល់ពេលមកបាយគាត់ហេវបាយដែរត្រូវពេលឈឺគាត់ក៏ឈឺដែរព្រោះគាត់គឺជាមនុស្សដូចយើងម៉ូសេគាត់មានសេចក្តីកំសោយដែរដូច្នេះគាត់ត្រូវការជំនួយជួយដល់គាត់ផងដែរជាអ្នកដឹកនាំល្អខ្លាំងពូកែត្រូវការមានអ្នកជំនួយពីខាងក្រោមលោកគ្រូដឹកនាំល្អត្រូវការមានអ្នកជួយជ្រោមជ្រែងខាងក្រោមបើសិនជាបងប្អូនអត់ជួយខ្ញុំក្រុមជំនុំយើងមិនអាចរីកចម្រើនបានទេទាំងសមាជិកនៃពួកជំនុំដែលនៅទីនេះខ្ញុំមិនចង់បានតែប៉ុណ្្នឹងទេប៉ុន្តែខ្ញុំចង់បានច្រើនថែមទៀតដើម្បីចូលមកចំពោះផងព្រះជាម្ចាស់នៅក្នុងអត្ថបទខព្រះគម្ពីរការលើកដៃរបស់លោកម៉ូសេធ្វើឲ្យពួកគេបានទទួលនៅជ័យជុំនេះអ៊ីស្រាអែលគេឈ្នះមែននៅពេលនោះបាទពួកគេបានឈ្នះនឹងការដែលចេញទៅប្រជជនប៉ុន្តែបងប្អូនទាំងគ្នាការដែលពួកគេទទួលបាននៅជ័យជំនះមិនមែនដោយព្រោះតែកម្លាំងបណ្ដាជនមិនមែនដោយព្រោះតែសមត្ថភាពរបស់ពួកគេទេប៉ុន្តែអ្វីទាំងអស់ដែលពួកគេឈ្នះព្រះជាអ្នកឲ្យព្រះជាអ្នកប្រទានឲ្យព្រោះនៅក្នុងខព្រះគម្ពីរបានប្រាប់យើងថាម៉ូសេបានសរសេរទុកប្រាប់ទៅដល់យូស្វេថាជ័យជំនះនេះមកពីព្រះមិនមែនមកពីកម្លាំងរបស់អ្នកមិនមែនមកពីម្ដាជនដែលខ្លាំងពូកែទេប៉ុន្តែនេះជាលើកដំបូងដែលពួកគេធ្វើសង្គ្រាមអត់ដឹងសង្គ្រាមត្រូវច្បាំងបែបណាអត់ដឹងថាធ្វើសង្គ្រាមរៀបចំក្បួនសឹកបែបណាពួកគេអត់ធ្លាប់បើទៅច្បាំងធានា 100% ស្លាប់ហើយនឹងចាញ់អត់មានបទពិសោធន៍ធ្វើសង្គ្រាមចាញ់តែគ្រប់ការទាំងអស់ព្រះជាម្ចាស់ប្រទានឲ្យពួកគេទទួលបាននូវជ័យជំនះហើយបងប្អូនឥឡូវនេះខ្ញុំនិយាយបងប្អូនឥឡូវនេះបងប្អូនហើយនឹងខ្ញុំយើងរស់នៅជាមួយគ្នានៅផែនដីនេះជាមួយគ្នាយើងកំពុងតែប្រយុទ្ធយើងកំពុងតែច្បាំងធ្វើសង្គ្រាមជាមួយគ្នាឥឡូវនេះខ្ញុំទេបងប្អូនត្រូវជួយខ្ញុំជួយបងប្អូនដូចគ្នាដែរព្រោះយើងធ្វើសង្គ្រាមទាំងសាច់ឈាមរបស់យើងទាំងព្រលឹងវិញ្ញាណរបស់យើងសាច់ឈាមរបស់យើងអីគេឥឡូវនេះបងប្អូនគេថាសាច់ឈាមអ្នកនឹងអត់មកព្រះវិហារថ្វាយបង្គំគាត់ទៅធ្វើការយកលុយថ្ងៃហ្នឹងគុណបាន$20ព្រោះមួយថ្ងៃគេឲ្យ$10មួយថ្ងៃគេឲ្យ$20គុណទៅធ្វើការទាំងអស់នោះថាសាច់ឈាមប៉ុន្តែឲ្យបងប្អូន
សូមកុំមកយកតាមមួយចំណុចហើយទៅដាក់សម្ពាធទៅដល់ពួកជំនុំណាម្នាក់ដោយព្រោះតែគាត់ទៅធ្វើការថ្ងៃអាទិត្យណាមិនត្រឹមត្រូវយើងថាអត់ត្រឹមត្រូវទេអ្នកជឿព្រះអង្គថ្វាយគុំព្រះអង្គត្រឹមត្រូវប៉ុន្តែសាច់ឈាមមិនមែនមួយតែចំណុចទេបងប្អូនសាច់ឈាមរបស់យើងមានច្រើនណាស់បញ្ហារបស់សាច់ឈាមរបស់យើងអីគេខ្លះដែលបងប្អូនមានសង្គ្រាមផ្នែកសាច់ឈាមជាមួយជំងឺបងប្អូនទៅច្បាំងជាមួយនឹងជំងឺនោះបងប្អូនទៅច្បាំងជាមួយនឹងភាពខ្វះខាតបងប្អូនទៅច្បាំងជាមួយនឹងបញ្ហាគ្រួសារត្រូវតែយកឈ្នះបងប្អូនទៅច្បាំងជាមួយនឹងការងារដែលនៅជុំវិញខ្លួនយើងពោពេញដោយអ្នកចំណែនសូមអបគ្នាទាំងអស់នោះគឺជាសាច់ឈាមដែលបងប្អូនតគ្នាហើយដូចខ្ញុំត្រូវតែច្បាំងយកឈ្នះបើយើងមិនយកឈ្នះទេយើងពិបាកបញ្ហាទាំងអស់នោះកើតឡើងពីអ្នកផ្សេងអូគាត់ធ្វើខ្ញុំមានបញ្ហាអូគាត់នោះធ្វើខ្ញុំមានបញ្ហាអូគាត់នោះធ្វើខ្ញុំមានបញ្ហាជងអល់តែអ្នកជុំវិញខ្លួនឲ្យសិតតែធ្វើខ្លួនឯងមានបញ្ហាប៉ុន្តែយើងតបគិតថាខ្លួនឯងធ្វើឲ្យខ្លួនឯងមានបញ្ហាអត់ធ្លាប់ទេពេលខ្លះបញ្ហាកើតឡើងអំពីខ្លួនយើងហើយយើងគិតថាមនុស្សនៅជុំវិញខ្លួនយើងធ្វើឲ្យយើងមានបញ្ហាដូច្នេះសង្គ្រាមសាច់ឈាមរបស់យើងត្រូវតែច្បាំងឲ្យច្រើនទៀតដែលខ្ញុំរៀបរាប់វាមានច្រើនទៀតហើយនៅក្នុងសាច់ឈាមនៅក្នុងព្រះគម្ពីរសូមបាទកូរិនថូសខ្សែទី1ចំពោះ3ខ3សូមអានជាមួយគ្នាហើយដូចជានៅក្នុងព្រះគម្ពីរបាទសូមអានជាមួយគ្នាត1 2 3ដោយព្រោះអ្នករាល់គ្នានៅតែខាងសាច់ឈាមនៅឡើយត្បិតដែលមានសេចក្តីឈ្នានីសឆ្លោះប្រកែកនិងបាក់បែកគ្នាក្នុងពួកអ្នករាល់គ្នានោះតែតើមិននៅខាងសាច់ឈាមហើយដើរតាមបែបមនុស្សលោកទេឬអីនៅមានច្រើនទៀតមួយទៀតទៅរ៉ូមចំពោះ8ខ5សូមអានជាមួយគ្នាត1 2 3ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាមនោះគិតតែខាងសាច់ឈាមអស់អ្នកណាដែលដើរតាមព្រះវិញ្ញាណនោះគិតតែខាងវិញ្ញាណវិញសាច់ឈាមរបស់បងយើងខ្ញុំអត់រំយល់ខាងសាច់ឈាមទេខ្ញុំអត់ដែលនិយាយពីសាច់ឈាមយ៉ាងនេះមួយហើយយកមកគៀបសង្កត់ទេខ្ញុំឲ្យបងប្អូនទាំងអស់គ្នាអានព្រះបន្ទូលហើយពិចារណាដោយខ្លួនឯងនៅក្នុងព្រះគម្ពីររ៉ូមចំពោះ7ចំពោះ8កូរិនថូសខ្សែទី1ចំពោះ3កាឡាទីចំពោះ5ខ្ញុំគ្រាន់តែសង្ខេបព្រះគម្ពីរទេប៉ុន្តែច្រើនទៀតនៅក្នុងជីវិតរបស់បងយើងតើអ្វីខ្លះជាសាច់ឈាមហើយអ្វីខ្លះដែលយើងកំពុងតែប្រយុទ្ធហើយយកឈ្នះវាភាពខ្វះខាតអូខ្ញុំត្រូវតែប្រយុទ្ធយកឈ្នះនៅភាពខ្វះខាតនោះអូខ្ញុំឈឺខ្ញុំត្រូវតែច្បាំងឲ្យឈ្នះពីជំងឺនោះតែច្បាំងកំពឹងលើកម្លាំងខ្លួនឯងសំពឹងទៅលើព្រះមិនមែនសាច់ឈាមប៉ុន្តែខាងវិញ្ញាណបន្ថែមទៀតសង្គ្រាមយើងមិនមែនតែខាងសាច់ឈាមទេឥឡូវយើងខាងសាច់ឈាមយើងច្បាំងយើងតែយកឈ្នះមួយទៀតគឺខាងវិញ្ញាណយើងត្រូវច្បាំងយើងមិនសាច់ឈាមយើងមើលឃើញចុះព្រលឹងវិញ្ញាណយើងមើលឃើញដែរទេយើងមើលអត់ឃើញទេសាច់ឈាមយើងត្រូវតយុទ្ធជាមួយអ្នកណាពួកគ្រប់គ្រងនៃសេចក្តីកង្វល់នៃការអាក្រក់នៅលោកីនេះដែលវិញ្ញាណអាក្រក់កំពុងតែនៅជុំវិញបងប្អូនហើយរោគនឹងលេបត្របាក់បងប្អូនណាដែលមានការធ្វេសប្រហែសវិញ្ញាណទាំងអស់នោះខ្សឹបដាក់បងប្អូនអត់ឲ្យបងប្អូនមកថ្វាយអង្គមក៏ថាបានអត់ឲ្យបងប្អូនមានសេចក្តីសុខក៏បានអញ្ចឹងពួកវាចាប់ដើមចូលមកដើម្បីបំបែកនៅក្នុងក្រុមជំនុំបើសិនជាបងប្អូនរឹងមាំល្អហើយច្បាស់ណាស់នៅមានចូលមកបំបែកបងប្អូនការថ្វាយគុំបងការតំណែងជាមួយបងការតំណែងជាមួយគ្នានឹងជាមួយគ្នាបើក្រុមជំនុំរីចម្រើនសាតាំងវាចាប់ដើមចូលមកវានឹងបំលែងព្រះបន្ទូលទៅដូចនេះហើយយើងចាប់ដើមដេញចេញពីព្រះអង្គដូច្នេះវិញ្ញាណក៏យើងត្រូវតែច្បាំងសាច់ឈាមក៏យើងត្រូវតែច្បាំងមិនមែនគ្រាន់តែជាសេចក្តីអធិដ្ឋានមិនមែនគ្រាន់តែជាសេចក្តីជំនឿគ្រឿងសឹករបស់ផងព្រះមានប៉ុន្មានបងប្អូនមាន6គ្រឿងសឹកគេទៅធ្វើសង្គ្រាមគេត្រូវការសឹកជើងគេត្រូវការអាវក្រោះគេត្រូវការពាក់មួកគេត្រូវការខ្សែក្រវ៉ាត់ណាត្រូវការខែលត្រូវការអីគេទៀតច្រើនទៅដាវលំពេងគេច្រើនដើម្បីការពារខ្លួនរបស់គេមិនពាក់តែមួយទេពាក់គ្រប់គ្រឿងសឹកចំណុចទី3ជាចំណុចចុងក្រោយត្រូវចងចាំព្រះនាមព្រះអម្ចាស់ចងចាំព្រះនាមនៃព្រះអម្ចាស់យេហូវ៉ានីស៊ីព្រះនៃជ័យជោគនេះ
ព្រះជាម្ចាស់បានបង្គាប់ទៅដល់លោកម៉ូសេថាសូមសរសេរហើយក៏ចុះប្រាប់ទៅដល់យូស្វេថាជ័យជំនះនេះមិនមែនមកពីកម្លាំងរបស់ឯងដែលទៅច្បាំងទេមិនមែនដោយព្រោះតែឯងទេប៉ុន្តែគឺមកពីព្រះនៃជ័យជំនះលោកម៉ូសេបានស្អាងអាសនៈមួយដាក់ឈ្មោះថាយេហូវ៉ានីស៊ីព្រះនៃជ័យជំនះយូស្វេចេញទៅច្បាំងម៉ូសេចាប់ផ្ដើមអធិដ្ឋានមានកម្លាំងជាងឈ្នះជាងល្អជាងប៉ុន្តែសូមចាំថាការដែលពួកគេទទួលបានជ័យជំនះដោយព្រះជាអ្នកដែលប្រទានឲ្យជាចុងក្រោយខ្ញុំលើកចិត្តបងប្អូនទាំងគ្នាថានៅក្នុងសាច់ឈាមរបស់យើងនៅក្នុងព្រលឹងវិញ្ញាណរបស់យើងមិនអាចយកឈ្នះបានទេបើគ្មានកម្លាំងគ្មានការជួយពីព្រះជាម្ចាស់កុំគិតថាខ្ញុំមានប្រាជ្ញាល្អកុំគិតថាខ្ញុំមានសមត្ថភាពល្អកុំគិតថាខ្ញុំមានកម្លាំងខ្លាំងប៉ុន្តែទាំងអស់នោះមិនអាចយកឈ្នះបានទេបើសិនជាព្រះមិនប្រទានពរទាំងសាច់ឈាមទាំងព្រលឹងវិញ្ញាណយើងមិនអាចយកឈ្នះបានទេសង្គ្រាមរបស់យើងសត្រូវរបស់យើងមិនមែនបងប្អូនជុំវិញខ្លួនយើងមិនមែនអ្នកផ្សេងប៉ុន្តែសត្រូវដ៏ពិតប្រាកដខ្លួនយើងពេលខ្លះខ្លួនយើងតែម្ដងយើងច្បាំងអត់ឈ្នះយើងគឺជាសត្រូវនៃខ្លួនយើងតើយើងកំពុងសត្រូវនៃខ្លួនឯងយ៉ាងម៉េចខ្ញុំអត់បកស្រាយទេប៉ុន្តែយើងកំពុងតែធ្វើសត្រូវជាមួយនឹងខ្លួនឯងលោកម៉ូសេជាអ្នកដឹកនាំដ៏ពូកែប៉ុន្តែក៏ត្រូវការជំនួយលោកគ្រូអ្នកដឹកនាំល្អបែបណាក៏ដោយក៏មិនអាចធ្វើការងារបានដោយគ្មានអ្នកជំនួយពីខាងក្រៅទេហើយដូច្នេះបងប្អូនទាំងគ្នាបងប្អូនជួបបញ្ហាគេបញ្ហាធំសូមចាំថាព្រះអង្គគង់ជាមួយព្រះខ្ញុំធំជាងបញ្ហាដែលខ្ញុំមានព្រះប្រទានពរខ្ញុំមានជ័យជំនះនៅពេលដែលខ្ញុំទុកចិត្តព្រះអង្គចុងបញ្ចប់នៃព្រះបន្ទូលអត្ថបទព្រះបន្ទូលថ្ងៃនេះយេហូវ៉ានីស៊ីព្រះនៃជ័យជំនះគ្រប់ការទាំងអស់ការអធិដ្ឋានក៏ដោយការចេញប្រយុទ្ធក៏ដោយទាំងអស់អាស្រ័យទៅលើព្រះជាអ្នកប្រទានពរឲ្យបងប្អូនទាំងគ្នាហើយនឹងខ្ញុំអាមែន